ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលេខបព02/2025កបតចុចសអសេចក្តីប្រកាសព័ត៌មានអាដាមឡូរិនវងនាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាដាមឡូរិនវងនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី2ខែកក្កដាឆ្នាំ2025អាដាមឡូរិនវងនឹងមានព្រះរាជសវនកម្មជាមួយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំងអាដាមនាយករដ្ឋមន្ត្រីសិង្ហបុរីនឹងមានជំនួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអាដាមឡូរិនវងនឹងមានជំនួបទ្វេភាគីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅវិមានសន្តិភាពដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀតលើទំនាក់ទំនងដ៏យូរអង្វែងនិងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងសិង្ហបុរីដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលជាមួយនឹងការប្រពខួបលើកទី60នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរីថ្ងៃសៅរ៍3កើតខែចេសឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី28ខែមិថុនាឆ្នាំ2025